ប្រៀបធៀបកម្លាំងយោធានិងសភាវុធរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2026នៅក្នុងវីដេអូមួយនេះលោកអ្នកនឹងបានដឹងអំពីចំនួនកងទ័ពសភាវុធនិងទិន្នន័យផ្សេងៗទៀតអំពីយោធារវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2026នេះដូច្នេះដើម្បីកុំឲ្យខាតពេលយូរសូមអញ្ជើញទស្សនាវីដេអូមួយនេះដូចតទៅជាដំបូងយើងងាកមកមើលអំពីចំណាត់ថ្នាក់ជាប្រទេសមហាអំណាចប្រទេសរុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ2ក្នុងចំណោមប្រទេស145ខណៈសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ1ជាប្រទេសមហាអំណាចក្នុងចំណោមប្រទេស145ដូចគ្នានៅលើពិភពលោកចំពោះកម្លាំងមនុស្សវិញបើយើងមើលទៅលើប្រជាជនសរុបប្រទេសរុស្ស៊ីមាន140លាននាក់ខណៈសហរដ្ឋអាមេរិកមាន341លាននាក់ប្រជាជនសកម្មប្រទេសរុស្ស៊ីមាន69លាននាក់ខណៈសហរដ្ឋអាមេរិកមាន150លាននាក់ប្រជាជនដែលគ្រប់អាយុអាចចូលបម្រើទ័ពប្រចាំឆ្នាំប្រទេសរុស្ស៊ីមាន1,247,387 នាក់ខណៈសហរដ្ឋអាមេរិកមាន4,445,524 នាក់ទាហានសកម្មប្រទេសរុស្ស៊ីមាន1,320,000 នាក់ខណៈសហរដ្ឋអាមេរិកមាន1,333,030 នាក់ចំពោះទាហានបម្រុងវិញរុស្ស៊ីមាន2លាននាក់ខណៈសហរដ្ឋអាមេរិកមាន7,99,500 នាក់ទាហានប៉ារ៉ារុស្ស៊ីមាន250,000 នាក់ខណៈសហរដ្ឋអាមេរិកមាន0នាក់ងាកមកមើលវិស័យហិរញ្ញវត្ថុវិញចំពោះថវិកាការពារជាតិប្រទេសរុស្ស៊ីមាន212,000 លានដុល្លារខណៈសហរដ្ឋអាមេរិកមាន831,000 លានដុល្លារចំពោះកម្លាំងទិញប្រទេសរុស្ស៊ីមាន6 ត្រីលានដុល្លារខណៈសហរដ្ឋអាមេរិកមាន25 ត្រីលានដុល្លារងាកមកមើលកម្លាំងជើងអាកាសវិញចំពោះយន្តហោះសរុបប្រទេសរុស្ស៊ីមាន4,237 គ្រឿងខណៈសហរដ្ឋអាមេរិកមាន13,032 គ្រឿងយន្តហោះវាយប្រហាររុស្ស៊ីមាន861 គ្រឿងខណៈសហរដ្ឋអាមេរិកមាន1,791 គ្រឿងយន្តហោះវាយប្រហារគោលដៅរុស្ស៊ីមាន698 គ្រឿងខណៈសហរដ្ឋអាមេរិកមាន926 គ្រឿងយន្តហោះដឹកជញ្ជូនរុស្ស៊ីមាន458 គ្រឿងខណៈសហរដ្ឋអាមេរិកមាន917 គ្រឿងយន្តហោះហ្វឹកហ្វឺនកងទ័ពរុស្ស៊ីមាន530 គ្រឿងខណៈសហរដ្ឋអាមេរិកមាន2,610 គ្រឿងយន្តហោះធ្វើបេសកកម្មពិសេសរុស្ស៊ីមាន137 គ្រឿងខណៈសហរដ្ឋអាមេរិកមាន611 គ្រឿងចំពោះយន្តហោះចាក់សាំងលើអាកាសរុស្ស៊ីមាន18 គ្រឿងខណៈសហរដ្ឋអាមេរិកមាន610 គ្រឿងឧទ្ធម្ភាគចក្ររុស្ស៊ីមាន1,643 គ្រឿងខណៈសហរដ្ឋអាមេរិកមាន5,913 គ្រឿងឧទ្ធម្ភាគចក្រវាយប្រហាររុស្ស៊ីមាន556 គ្រឿងខណៈសហរដ្ឋអាមេរិកមាន1024 គ្រឿង
ចំពោះរថក្រោះរុស្ស៊ីមាន 5,630 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 4,666 គ្រឿងរថពាសដែករុស្ស៊ីមាន 126,512 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 4,9,660 គ្រឿងកាំភ្លើង Cell Propelled Artillery រុស្ស៊ីមាន 3,603 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 1,521 គ្រឿងកាំភ្លើង Tow Artillery រុស្ស៊ីមាន 5,920 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 1,878 គ្រឿងរ៉ុកែតចល័ត Projector រុស្ស៊ីមាន 2,486 គ្រាប់ខណៈសហរដ្ឋអាមេរិកមាន 1,731 គ្រាប់យើងងាកមកមើលចំនួននាវាសរុបនៃប្រទេសទាំងពីរវិញរុស្ស៊ីមាន 747 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 465 គ្រឿងនាវាផ្ទុកយន្តហោះរុស្ស៊ីមាន 1 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 11 គ្រឿងនាវាផ្ទុកយន្តហោះប្រភេទ Helo រុស្ស៊ីមាន 0 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 9 គ្រឿងនាវាមុជទឹករុស្ស៊ីមាន 66 គ្រឿងខណៈសហរដ្ឋអាមេរិកក៏មាន 66 គ្រឿងដូចគ្នាដែរនាវាពិឃាតរុស្ស៊ីមាន 13 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 83 គ្រឿងនាវា Frigate រុស្ស៊ីមាន 12 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 0 គ្រឿងនាវា Corvettes រុស្ស៊ីមាន 79 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 27 គ្រឿងនាវា Patrol Vessels រុស្ស៊ីមាន 70 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 0 គ្រឿងនាវាកំទេចមីនរុស្ស៊ីមាន 45 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 4 គ្រឿងព្រលានយន្តហោះរុស្ស៊ីមាន 905 កន្លែងខណៈសហរដ្ឋអាមេរិកមាន 16,116 កន្លែងនាវាពាណិជ្ជកម្មរុស្ស៊ីមាន 2,910 គ្រឿងខណៈសហរដ្ឋអាមេរិកមាន 3,533 គ្រឿងច្រកព្រំដែនរុស្ស៊ីមាន 67 ច្រកខណៈសហរដ្ឋអាមេរិកមាន 666 ច្រកចំពោះប្រវែងផ្លូវរុស្ស៊ីមាន 1,283,387 គីឡូម៉ែត្រខណៈសហរដ្ឋអាមេរិកមាន 6,586,610 គីឡូម៉ែត្រផ្លូវជាតិរុស្ស៊ីមាន 85,494 គីឡូម៉ែត្រខណៈសហរដ្ឋអាមេរិកមាន 293,564 គីឡូម៉ែត្រផលិតផលប្រេងរុស្ស៊ីមាន 10 លានបារ៉ែលខណៈសហរដ្ឋអាមេរិកមាន 20 លានបារ៉ែលឧស្ម័នធម្មជាតិរុស្ស៊ីមាន 617,000 លានបារ៉ែលខណៈសហរដ្ឋអាមេរិកមាន 1 ត្រីលានបារ៉ែលចំពោះផលិតផលធ្យូងថ្មរុស្ស៊ីមាន 531 លានបារ៉ែលខណៈសហរដ្ឋអាមេរិកមាន 534 លានបារ៉ែល
ចំពោះផ្ទៃដីរុស្ស៊ីមាន17លាន0សែន98242គីឡូម៉ែត្រការ៉េខណៈសហរដ្ឋអាមេរិកមាន9លាន833,3517គីឡូម៉ែត្រការ៉េចំពោះផ្លូវទឹករុស្ស៊ីមាន120,000គីឡូម៉ែត្រខណៈសហរដ្ឋអាមេរិកមាន41009គីឡូម៉ែត្រ